ចេញពីកន្លែងហូបចុកមួយកន្លែងហើយក៏ស្រវឹងទៅបាទចោះបត់ជើងមួយផ្លេតហើយក៏ដេកលងលក់នៅក្បែរម៉ូតូគឺជំនាញហ្នឹងគឺលួចទាំងម៉ូតូគាត់លួចទាំងទូរស័ព្ទលួចទាំងស្បែកជើងរួមមានទាំងអស់ម្ដងទៀតប្រជាជនគឺហូរចិត្តខ្លាំងមែនទែនច្រើនបាទខួបកំណើតឬមួយក៏កម្មវិធីខួបកំណើតបងអូខួបកំណើតបាទដាក់លះមកអស់បណ្ដោយដាក់មកអស់ដៃហើយម្ដងនៅម្ដុំហ្នឹងក៏ឈប់បត់ជើងមួយផ្លេតបាទហើយក៏បត់ជើងហើយងឹតមុខដាក់មកផ្លឹបទៅមានអីបាត់ងើបមកបាត់ខ្ទេចហ្នឹងហើយបងស្បែកជើងថ្មីតែបន្តិចទាំងអស់ម្ដងទៀតបាទម៉ូតូមកអីដែរបាត់ហ្នឹងស្គូពី23បងស្គូពី23ពណ៌ខ្មៅពាក់ស្លាកលេខប៉ុន្មាន 1KL 4610គុតបងមួយថ្ងៃនេះបានតហ្នឹងទេជីធ្វើការបងបាទបានទូរស័ព្ទcònថតកុងទ័រកុងអីខ្ញុំចាក់សាំងដែរធ្វើការចាក់សាំងបាទបងបាទពេលអត់ម៉ូតូទៅខ្ញុំមានអីជីធ្វើការអញ្ចឹងចុះពេលបានម៉ូតូអ្នកផ្ទះមានដឹងទេម៉ូតូបងមនុស្សទៀតបងមនុស្សទៀតបាទបងបានទូរស័ព្ទក៏បងដែរបងទាំងអស់មួយជុំបាទម៉ូតូបងសល់ប្រហែល 5-6 ខែទៅដាក់ទេបងសល់ 5-6 ខែទៅដាក់មិនទាន់បាន 5-6 ខែបងគេយកទៅបាត់ហើយបាទបងហើយអ្នកផ្ទះមានដឹងពេលយើងបានម៉ូតូអញ្ចឹងដឹងបងដឹងក៏មានថាម៉េចមានថាបងគាត់គាត់ថាយើងអត់ចាក់ចាពេលយើងផឹកស្បឹងផឹកអីបាទមកពីណាទៅណាវិញបងមិញហ្នឹងខ្ញុំមកពីហូបចុកកន្លែងមួយកន្លែងហ្នឹងបងបាទតពេលខ្ញុំជិះម៉ូតូទៅខាង Naga 2 ហ្នឹងក៏ទៅដល់ខ្ញុំលេចនោមអញ្ចឹងខ្ញុំក៏ចូលនោមទៅឈឺនោមហ៎បាទឈឺនោមបងក៏ចូលនោមបន្តិចទៅក៏វារៀងវិលល្ងិតមុខបងឲ្យហ៊ានទៅមុខទៀតក៏ខ្ញុំអង្គុយមកស្ទូទៅក៏វាខ្លងយកហ្នឹងទៅបាទវាឡើងមកក៏បាត់ទូរស័ព្ទបាត់ម៉ូតូហើយបាត់និយាយទៅបាត់បិជើងទិញចាំអីហើយទឹកអប់មួយទៀតបងបាត់អស់លេងហើយមិនខ្ញុំអត់ចង់សោះទេបងឥឡូវចេះសូមបញ្ជាក់ដំណើរដើមតងដំបូងយើងចេញពីកម្មវិធីឬក៏ចេញពីកន្លែងណាហើយដាក់អស់ប្រហែលជាប្រហែលកំប៉ុងមកដល់នឹងម្ដុំនាការ2ហ្នឹងបានធ្វើការចុះបត់ជើងមួយផ្លេតហើយដេកលក់តែម្ដងញ៉ាំច្រើនដែរបងអូនេះប្រមជននេះគឺជាម៉ូតូគាត់ដែលមានជនសង្ស័យមកលួចពីយុមិញប្រមជនថៃសោយើងដកឲ្យពួកនឹងខោចបាទតែដោះចេញផាត់ទៅយកដោះចេញអត់ដឹងនឹងអត់ដឹងនិយាយយកទៅទាំងអស់នៅសលាការដែលវាហ៊ានដោះយកទូរស័ព្ទយើងបាត់សម័យ13 Pro Max 13 Pro Max បាទហើយអាពេលបាត់ហ្នឹងគឺនៅវេលាម៉ោងប៉ុន្មានយើងចាំហ៎ខែម៉ោង 1:50 ហ្នឹងខ្ញុំលងលក់អីបង 1:50 បាទអញ្ចឹងនៅលងលក់ឲ្យបាត់ថាបាត់ម៉ោងប៉ុន្មានខ្ញុំអត់ដឹងទេប្រហែលថ្ងៃហើយតែម្សិលមិញទេបងយុមិញបាទយុមិញវាម្លងអត្រាតឥឡូវយើងមានអាសនាសុំដល់កំណត់មតិកិច្ចពលរដ្ឋបាលសង្កាត់ទលេបាសាក់ខណ្ឌចំការមុនរាជធានីភ្នំពេញសូមការបើកការស្រាវជ្រាវនិងឆែកនៅកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកនៅជនសង្ស័យដែលបានធ្វើសកម្មភាពគឺលួចយកម៉ូតូស្របពេលដែលជនរងគ្រោះកំពុងតែសម្រាកលងលក់ក្បែរម៉ូតូពេលជនងើបមកគឺបាត់ម៉ូតូបាត់ទូរស័ព្ទបាត់ស្បែកជើងបាត់ទឹកអប់រួមអីវ៉ាន់ទាំងអស់នោះគឺច្រើនប្រមេជនទឹកពីសាហាយថេកដើម្បីសុខភាពលោកអ្នកនៅវេលាម៉ោង 9 ត្រូវនៅថ្ងៃទី 13 ខែមិថុនាឆ្នាំ2026គឺមានបងប្អូនម្នាក់មកពងពាក់ខាងសារព័ត៌មាន TP News ដើម្បីធ្វើការផ្សព្វផ្សាយដោយសារតែយប់មិញហ្នឹងគឺគាត់បានចេញពីកន្លែងហូបចុកមួយកន្លែងហើយក៏ស្រវឹងទៅបាទចោះបត់ជើងមួយផ្លេតហើយក៏ដេកលងលក់នៅក្បែរម៉ូតូនៅម្ដុំនឹង Naga 2 ដែលមានមូលដ្ឋាននៅកាត់ទលេបាសាក់ខណ្ឌកាមុនរាជធានីភ្នំពេញគឺយប់មិញហ្នឹងគឺលួចទាំងម៉ូតូគាត់លួចទាំងទូរស័ព្ទលួចទាំងស្បែកជើងរួមមានទាំងអស់ម្ដងទៀតប្រជាជនគឺហូរចិត្តខ្លាំងមែនទែនមកពីណាទៅណាវិញបងយប់មិញហ្នឹងខ្ញុំមកពីហូបចុកកន្លែងមួយកន្លែងបងបាទតពេលខ្ញុំជិះម៉ូតូទៅខាងមកពីណាទៅណាវិញបងហ្នឹងក៏ទៅដល់ខ្ញុំលេចនោមអញ្ចឹងខ្ញុំក៏ចូលនោមទៅឈឺនោមហ៎បាទឈឺនោមបងក៏ចូលនោមបន្តិចទៅក៏វារៀងវិលល្ងិតមុខបងឲ្យហ៊ានទៅមុខទៀតក៏ខ្ញុំអង្គុយមកស្ទូទៅក៏វាខ្លងយកហ្នឹងទៅបាទងើបឡើងមកក៏បាត់ទូរស័ព្ទបាត់ម៉ូតូហើយបាត់និយាយទៅបាត់បិជើងទិញចាំអីហើយទឹកអប់មួយទៀតបងបាត់អស់លេងហើយមិនខ្ញុំអត់ចង់សោះទេបងឥឡូវចេះសូមបញ្ជាក់ដំណើរដើមតងដំបូងយើងចេញពីកម្មវិធីឬក៏ចេញពីកន្លែងណាហើយដាក់អស់ប្រហែលជាប្រហែលកំប៉ុងមកដល់នឹងម្ដុំ Naga 2 ហ្នឹងបានធ្វើការចុះបត់ជើងមួយផ្លេតហើយដេកលក់តែម្ដងញ៉ាំច្រើនដែរបងច្រើនបាទខួបកំណើតឬមួយក៏កម្មវិធីខួបកំណើតបងអូខួបកំណើតបាទដាក់លះមកអស់បណ្ដោយដាក់មកអស់ដៃហើយមកដល់នៅម្ដុំហ្នឹងក៏ឈប់បត់ជើងមួយផ្លេតបាទហើយក៏បត់ជើងហើយងឹតមុខដាក់មកផ្លឹបទៅមានអីបាត់ងើបមកបាត់ខ្ទេចហ្នឹងហើយបងស្បែកជើងថ្មីតែបន្តិចទឹកអស់ម្ដងទៀតបាទម៉ូតូមកអីដែរបាត់ហ្នឹងស្គូពី23បងស្គូពី23ពណ៌ខ្មៅពាក់ស្លាកលេខប៉ុន្មាន 1KL 4610គុតបងសុំឡងទេមកភ្នំពេញ 1KL 4610គុតបងនៅម៉ូតូហ្នឹងមែនបាទម៉ូតូហ្នឹងបងអូនេះប្រមជននេះគឺជាម៉ូតូគាត់ដែលមានជនសង្ស័យមកលួចពីយុមិញប្រមជនអូពេលចេញកម្មវិធីយើងនឹកស្មានថាយើងជិះដល់ផ្ទះណាបាទអត់នឹកស្មានដល់កន្លែងយើងបត់ជើងហ្នឹងក៏លងលក់ក្បែរម៉ូតូហ្នឹងបណ្ដោយបាទគាត់ចុះបត់ជើងហ្នឹងវិលយកមកថងហ្នឹងតែយើងហួស
ពួកពីណាកាទៅទៀតហ៎ បាទហួសមកបន្តិចហ្នឹងខ្ញុំក៏មើលកន្លែងនេះរៀងស្ងាត់ដែរខ្ញុំក៏ចូលបាត់ជើងណាបងព្រោះបើកន្លែងច្រើនយើងបាត់ជើងមិនកើតគេថាឲ្យថាអីបាទ បាទស្ងាត់ចូល ហ្នឹង បាត់ ហើយ ជើង ចូលបាត់ជើងទៅក៏យើងរៀងវល់ខ្លាំងហ្នឹង ដាក់ទៅមកសលេត មកស្លេតហ្នឹងថៃសោយើងដកឲ្យពួកនឹងខោចទេ បាទ តែដោះចេញបាត់ទៅយក ដោះចេញអត់ដឹង នឹងអត់ដឹងនិយាយយកទៅទាំងអស់នៅសលាការដែលវាហ៊ានដោះ ចុះទូរស័ព្ទយើងបាត់សម័យ 13 Pro Max 13 Pro Max បាទ ហើយអាពេលបាត់ហ្នឹងគឺនៅវេលាម៉ោងប៉ុន្មានយើងចាំហ៎ ផែម៉ោង 1:50 ហ្នឹងខ្ញុំលងលក់អីបង 1:50 បាទ អញ្ចឹងនៅ បាទលងលក់ឲ្យ ប្រហែល បាត់ថាបាត់ម៉ោងប៉ុន្មានខ្ញុំអត់ដឹងទេ ប្រហែលថ្ងៃហើយ តែម្សិលមិញទេបងពេល យប់មិញហ៎ បាទយប់ ចុះ មិញ យប់មិញវារំលងអាត្រៀត បាទ ឈានចូលថ្ងៃ13 12 12បង12បាទ ចឹងហ៎ចូលហើយអត់ដឹងថាបាត់ម៉ោងប៉ុន្មានទេដឹងថាងើបមកគឺបាត់កម្លាំងកាំងដោយ បាទប តា ង ក់តងទៅខាងណាក៏អត់បានមកអត់មានទូរស័ព្ទបង បាទអត់ ចុះ មាន ពេលហ្នឹងធ្វើមិនបានដល់ផ្ទះ បានអ៊ំមួយនៅចិត្តហ្នឹងក៏ឲ្យលុយគាត់ថាគាត់មិនតន់លក់បានអីកាទៀវម្ចាស់ហ្នឹងក៏ឲ្យ 9000 អូ បាទ មានអ្នកចិត្តធေါ်ឲ្យលុយ បាទគាត់ឲ្យលុយ ចុះគាត់ឲ្យដើរស៊ីន ដើរនៅឲ្យផាសអេតខ្ញុំមិនដឹកបង ហើយដល់ពេលបាត់ហើយមានដល់ទៅដាក់វាបដិងនៅ ដាក់ពេលផឹកមិញហើយបងដាក់ផឹកមិញ បាទដាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ណាដែរ ប៉ុស្តិ៍ទលេផ្សាំ ទលេភាសាខណ្ឌចកាមូនហ្នឹងណា បាទ បាទទៅដល់សមាជិកមានធម្មយុទ្ធ ថាមិនបង សមត្ថកិច្ចគាត់ថាចាំគាត់ធ្វើការឲ្យអញ្ចឹងណាបង បាទ គាត់ថតបានទៅថតឲ្យខ្ញុំច្អល់ទីតាំងហ្នឹងអញ្ចឹងហើយគាត់ថតlạiកាមេរ៉ានេះគេអញ្ចឹងណា អូមានកាមេរ៉ាដែរ បាទមាន 4-5 គ្រាប់ដែរកាមេរ៉ាក្រុងគេបាទបង ឥឡូវមានអីសំណុំពរទៅខាងសមត្ថកិច្ចទេឲ្យសមត្ថកិច្ចគាត់ជំនាញស្វែងរកនៅជនសង្ស័យដែលធ្វើសកម្មភាពលួចទាំងម៉ូតូលួចទាំងស្បែកជើង លួចទាំងទូរស័ព្ទ លួចទាំង ទាំងអស់ទៀត និយាយទៅមកឈុតហ្មង បាទខ្ញុំសូមសំណូមពរឲ្យលោកពូលោកអ៊ំសមត្ថកិច្ចឲ្យជួយរកជនសង្ស័យឲ្យឃើញដែលយកម៉ូតូខ្ញុំទៅហ្នឹងហើយខ្ញុំរហថ្ងៃនេះបានម៉ូតូហ្នឹងទេជីធ្វើការបង បាទ បាទបានទូរស័ព្ទគ្រាន់ថតកុងទ័រកុងអីចឹងខ្ញុំចាក់សាំងដែរហ្នឹង អូ ធ្វើការចាក់សាំង ធ្វើ បាទ ការចាក់សាំង បាទបង បាទ ពេលអត់ម៉ូតូហ្នឹងទៅខ្ញុំមានអីជីធ្វើការអញ្ចឹងណា បាទ បាទបង ចុះពេលបាត់ម៉ូតូអ្នកផ្ទះមានដឹងនៅ ហើយម៉ូតូបងមនុស្សទៀត បងមនុស្សទៀត បាទ បងបាន ទូ បាន រស័ព្ទក៏បងដែរ បងទាំងអស់មួយជុំ បាទម៉ូតូបងសល់ប្រហែល 5-6 ខែទៅដាក់ទេបង សល់5-6ខែទៅ បា ដែរ ទមិនតបបាន5-6ខែបងគេយកទៅបាត់ហើយហ្នឹង បាទបង ហើយអ្នកផ្ទះមានដឹងពេលយើងបាត់ម៉ូតូចឹង ដឹងបងដឹង មកក៏មានថាម៉េចទេ គាត់មានថៃបងគាត់គ្រាន់ថាយើងអត់ចាក់ចឹងពេលយើងផឹកស្បឹងផឹកអីហ្នឹង ហ្នឹង បាទ គឺតាមការបញ្ជាក់របស់បងប្អូនគឺចេញពីកម្មវិធីគុំណាត់នៅទឹកដីបរិវេណបឹងកក់ជីទៅម្ដុំនាការ2ដើម្បីឈ្មោះទៅផ្ទះនៅនឹងវត្តតបោខ្ពស់ទៅដល់ម្ដុំនាការ2ហ្នឹងក៏គាត់ឈឺបត់ជើងតូចហើយក៏ចុះទៅបត់ជើងតូចហ្នឹងបងប្អូនបាទគ្រឿងល្ងឹតមុខបងប្អូនព្រោះយប់មិញហ្នឹងកម្មវិធីគុំណាត់បងប្អូនធေါ်បាទលៀងអស់ដៃហើយផឹកសត្វស្រាដប្រិមត្តជនមិនមែនប៊ីយ៉ាណាស្រាដមបាទរៀងក្តៅងើបរៀងល្ងឹតមុខមកដើរពីកន្លែងបត់ជើងវិញមកដល់ចិត្តម៉ូតូ នៅឃើញសម្រាប់មួយផ្លែតទៅគាត់មានទំនួលខុសត្រូវខ្លាចបើកបរទៅវាគ្រោះថ្នាក់បង្កគ្រោះថ្នាក់ផ្សេងដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៅហើយគាត់គាត់ថាអីទេម្ដុំហ្នឹងក៏រៀងមានមនុស្សអ៊ូអរដែរបើសម្រាប់ឲ្យផ្លឹបងើបមកបាត់ម៉ូតូប្រិមត្តជនបាត់ម៉ូតូបាត់ទូរស័ព្ទបាត់ស្បែកជើងបាត់ទឹកអបទៀតប្រិមត្តជនលួចមកឈុតបដ ாய் ជនសង្ស័យឥឡូវយើងមានទស្សនាសុំដល់កម្លាំងមន្ត្រីពលរដ្ឋបាលសង្កាត់ទលេបាសាក់ខណ្ឌចំការមុនបាទរាជធានីភ្នំពេញសូមការបើកការស្រាវជ្រាវនិងឆៃនៅកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកនៅជនសង្ស័យដែលបានធ្វើសកម្មភាពគឺលួចយកម៉ូតូស្របពេលដែលជនរងគ្រោះកំពុងតែសម្រាកលងលក់ក្បែរម៉ូតូប្រិមត្តជនងើបមកគឺបាត់ម៉ូតូបាត់ទូរស័ព្ទបាត់ស្បែកជើងបាត់ទឹកអបរួមអីវ៉ាន់ទាំងអស់នោះគឺច្រើនប្រិមត្តជនចឹងមានតែមានកម្លាំងមរកិច្ចទេដែលគាត់វែងមុខរកជនសង្ស័យបានយកមកផ្ដន់ទីទោសនិងយកម៉ូតូមកជូនជនរងគ្រោះវិញបាទបានជាធ្វើការព្រោះគាត់ជាបុគ្គលិកចាក់សាំងនៃប្រជាជនហើយផ្ទះនៅវត្តតបោខ្ពស់ហើយសំណាងដែរយប់មិញហ្នឹងគឺគាត់អត់បានបន្តដំណើរទៅមុខទៀតក៏ខ្លាចមានគ្រោះថ្នាក់ដល់អ្នកផ្សេងឬក៏គ្រោះថ្នាក់អាសរផ្សេងហ្នឹងទៅគាត់ហ៊ានជាទៀតអានេះជាទំនួលខុសត្រូវរបស់គាត់មួយតែយើងគួរណាទៅរកកន្លែងណាដែលមានមនុស្សច្រើនបាទសម្រាប់ឬមួយក៏យើងបាទចូលការ៉ាសសាំងអីមួយបាទអង្គុយឡែកន្លែងណាដែលមានមនុស្សច្រើនបាទជនសង្ស័យវាអត់សូវហ៊ានទេបាទទៅពេលយើងទៅរកកន្លែងណាយើងស្ងាត់អញ្ចឹងប្រិមត្តជនបាទធម្មតាឃើញម្ចាស់ម៉ូតូសវឹងសន្លប់បាត់ហើយអាសោម៉ូតូជាប់ចង្កេះដោះយកបាទប្រយយកទៅដល់ស្បែកជើងទៀតប្រិមត្តជនបាទសំណាងខ្លាំងមែនទែនដែលអត់ដោះនេលកាអត់ដោះយកកៅអៅទៅកុំអីចប់ដេកស្រាតទៅហើយប្រិមត្តជនបាទអរគុណណាស់ប្រិមត្តជននេះក៏ជាព័ត៌មានបឋមដែលខ្ញុំទទួលបានពីជនរងគ្រោះតែប៉ុណ្ណោះព័ត៌មានលម្អិតយ៉ាងណាទៀតខ្ញុំធ្វើការអាប់ដេតនៅពេលក្រោយនៅគណៈខ្ញុំបាទមីស្ទ័ររួមនឹងពលរដ្ឋសូមអរគុណនិងសូមរលា ai cho lộn luôn đặt tật ba đời năng ស្រីទឹកមែនញ៉ាំ High Tech វិញទឹកពិសា High Tech ដើម្បីសុខភាពលោកអ្នក